អញ្ជើញបេសកជននគរស៊ូឈ្មោះម៉ាស៊ូចូលជួបព្រះអង្គម្ចាស់អ៊ូធ្វើតាមរឿងនិទានឈូហាន់លីសឹងសម្រួលនគរជីមើលទៅថ្ងៃនេះរវាងខ្ញុំនិងបេសកជននគរអ៊ុយត្រូវមានមនុស្សម្នាក់ស្លាប់ជាមិនខានខ្ញុំទីប្រឹក្សានគរស៊ូឈ្មោះម៉ាស៊ូសូមគោរពព្រះអង្គម្ចាស់បើលោកជាបេសកជនហេតុអីបានជាជួបព្រះអង្គម្ចាស់មិនលុបជង្គង់បេសកជននគរធំមិនថ្វាយបង្គំម្ចាស់តំបន់តូចទេម៉ាស៊ូលើកនេះលោកមកនគរអ៊ូតើចង់សំអាងលើអណ្ដាតអត់ឆ្អិនរបស់លោកតាមលីសឹងសម្រួលនគរជីខ្ញុំប្រាប់លោកចាស់មួយជីវិតយើងស្អប់បំផុតគឺអ្នកសម្រាប់សម្រួលចេណាក្រាបទូលបោះជួនប្រហើននេះចូលក្នុងផ្ទះខ្លាញ់ទៅក្រាបទូលឈប់សិនខ្ញុំមិនត្រូវការអស់លោកមកប្រឡាក់ខ្ញុំទេទុកឲ្យខ្ញុំដើរចូលផ្ទះខ្លាញ់ដោយខ្លួនឯងគេនិយាយថាតំអ៊ូមានអ្នកពូកែច្រើនមនឹកស្មានថាបែរជាខ្លាចខ្ញុំដែលជាអ្នកសិក្សាទៅវិញជប់សិនរឿងអីយើងខ្លាចមនុស្សល្ងងម្នាក់បើព្រះអង្គម្ចាស់មិនខ្លាចម៉ាស៊ូទេហេតុអីក៏មិនស្ដាប់សម្ដីទូបង្គំលោកចង់សម្រាប់សម្រួលឲ្យជូកលៀងទេតើចង់ឲ្យយើងរួមដៃជាមួយនគរស៊ូជួយឲ្យនគរស៊ូរួចផុតពីគ្រោះថ្នាក់តើមែនទេខុសហើយលើកនេះទូបង្គំមកមិនមែនដើម្បីជួយនគរស៊ូទេគឺជួយតំអ៊ូតំអ៊ូហើយគួរឲ្យអស់សំណើចមែនតើឥឡូវអ្នកដែលត្រូវគេឡំពាត់គឺនគរស៊ូមិនមែនតំអ៊ូទេព្រះអង្គម្ចាស់បើលោកដឹងពីរឿងនិទានលីសឹងសម្រួលនគរជីទៅហើយហេតុអីក៏មិនដឹងពីរឿងលោកពៀនជានិងលោកឆៃហឹងក្នុងផ្នែកលោកពៀនជាចំពោះព្រះអង្គម្ចាស់ដែលមានជំងឺធ្ងន់ធ្ងរជាធម្មតាគេមិនដឹងថាខ្លួនឯងមានជំងឺអីទេលោកសាកនិយាយទៅបើសិនជាលោកនិយាយមិនត្រូវចិត្តយើងលោកលុបចុកផ្ទះទៅអរព្រះគុណព្រះអង្គម្ចាស់ព្រះអង្គម្ចាស់លោកជាម្ចាស់ឆ្លៀតវៃក្នុងពេលបច្ចុប្បន្នហើយលោកក៏បរាជរបស់ទូបង្គំក៏ជាជនឆ្នើមក្នុងសម័យនេះដែរបើចង់សម្ព័ន្ធមិត្តទឹកដីគឺសត្វសាច់បើខ្លាចជាសត្រូវគឺត្រូវស្លាប់ទាំងសងខាងមូលហេតុដូចគ្នានគរស៊ូមានតំបន់ភ្នំការពារតំពូមានទន្លេទាំង3ឡប់បើនគរទាំងពីររួមដៃការពារគ្នាបើវៃប្រហារអាចវាយយកទឹកដីបើថយដូចផ្ទះជាង3ឈរជាងជុំបើសិនជាព្រះអង្គម្ចាស់ចង់បានប្រយោជន៍តិចតួចដែលនគរអ៊ុយផ្ដល់ជូនហើយជួយវាយប្រហារនគរស៊ូទូបង្គំសួរព្រះអង្គម្ចាស់បើសិនជានគរស៊ូរលាយតើតំអ៊ូអាចតទល់ជាមួយនគរអ៊ុយយូរប៉ុណ្ណាគង់តែត្រូវរលាយទេដូចទៅវិញបើនគរស៊ូអាចវាយឲ្យតបនគរអ៊ុយដកថយអស់ថ្ងៃក្រោយម្ចាស់ទូបង្គំអាចចង់សម្ព័ន្ធមិត្តជាមួយនឹងព្រះអង្គម្ចាស់ទេនគរស៊ូនឹងក្លាយជាសត្រូវរបស់ព្រះអង្គម្ចាស់ដែរព្រះអង្គម្ចាស់នគរអ៊ុយស៊ូអ៊ូគឺដូចជាផ្ទះជើង3នេះអញ្ចឹងបើបាក់ជើងមួយណាទឹកដីនឹងត្រូវត្រឡប់ចាក់ហើយនគរអ៊ុយស៊ូគឺដូចជាមនុស្សម្នាក់ជើង2ខ្វះជើងមួយណាក៏ពិបាកនឹងចូលដែរទូបង្គំសួរព្រះអង្គម្ចាស់តើព្រះអង្គម្ចាស់ធ្លាប់ឃើញអ្នកណាយកកំបិតកាប់ជើងខ្លួនឯងដែរទេហើយហើយចុះបើព្រះអង្គម្ចាស់ព្រមក្បត់ពាក្យសន្យាហើយព្រមប្រគល់ស្រុកធំទាំង81នៅជាងតង់ឲ្យទៅឆាវភីអញ្ចឹងទូបង្គំក៏សុខចិត្តព្រមដើរចូលផ្ទះដើម្បីគេឈ្មោះទូបង្គំដែរឈប់យ៉ាងម៉េចព្រះអង្គម្ចាស់យល់ថាខ្លាញ់នៅក្នុងផ្ទះមិនសូវច្រើនទេលោកពិតជាពូកែទ្រឹស្ដីនិងក្លាហានមែនអញ្ចឹងទៅខាងក្រោយនិយាយគ្នាព្រះអង្គម្ចាស់ខ្លាញ់មួយផ្ទះធំបែបនេះมันអាចខ្ជិះខ្ជាយបានទេណាមានន័យថាម៉េចបេសកជននគរស៊ូគ្មានសំណាងចូលផ្ទះយើងព្រះអង្គម្ចាស់បញ្ជូនបេសកជននគរអ៊ុយចូលផ្ទះដើម្បីបញ្ជាក់ពីឆន្ទៈដែលព្រះអង្គម្ចាស់និងនគរស៊ូចង់សម្ព័ន្ធមិត្តហើយយករឿងនេះមកបញ្ជាក់ឲ្យមនុស្សលោកបានឃើញច្បាស់ឲ្យបេសកជននគរអ៊ុយចូលមកព្រះអង្គបញ្ជាឲ្យបេសកជននគរអ៊ុយចូលដំណើរ